ប្រធានបកឃុំសម្បួរស្រុកទ្រាំងបដិញ្ញាអនុវត្តតាមគោលនយោបាយបកដើម្បីបន្តការអភិវឌ្ឍនិងបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានលោកជីជីមប្រធានបកប្រជាជនឃុំសម្បួរស្រុកទ្រាំងខេត្តតាកែវបានធ្វើការបដិញ្ញាចិត្តរួមរស់និងអនុវត្តតាមគោលនយោបាយបកដើម្បីបន្តការអភិវឌ្ឍនិងបម្រើផលប្រយោជន៍រួមប្រជាពលរដ្ឋក្នុងមូលដ្ឋានលោកបានលើកឡើងថាក្រោមការដឹកនាំរបស់គណៈបកប្រជាជនកម្ពុជាក្នុងមូលដ្ឋានរបស់គាត់បានកំពុងមានការរីកចម្រើនគួរជាទីមោទនៈក្នុងនោះមានផ្លូវបេតុងងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរនិងមានប្រព័ន្ធធារាសាស្ត្រស្រោចស្រពផលដំណាំប្រជាកសិករផងដែរខ្ញុំបាទឈ្មោះជីជីមដែលជាប្រធានគណៈបកឃុំសម្បួរនិងជាសមាជិកគណៈបកស្រុកទ្រាំងខ្ញុំមានមោទនភាពយ៉ាងក្រៃលែងដោយសារការដឹកនាំរបស់គណៈបកប្រជាជនក្រោយថ្ងៃរំដោះ7មករា79ក្រោមការដឹកនាំរបស់គណៈបកប្រជាជនដែលមានសម្ដេចតេជោជាថ្នាក់ដឹកនាំកម្ពុជាបានធ្វើឲ្យមូលដ្ឋានឃុំយើងខ្ញុំមានការរីកចម្រើននិងការអភិវឌ្ឍយ៉ាងធំធេងជាច្រើនលើគ្រប់វិស័យពិសេសគឺពាក់ព័ន្ធទៅនឹងវិស័យសេដ្ឋកិច្ចការងារកសិកម្មសំខាន់នៅមូលដ្ឋានខ្ញុំទី1គឺយើងមានប្រឡាយទឹកខ្វាត់ខ្វាយនៅក្នុងឃុំរបស់ខ្ញុំហើយក្នុងនោះយើងក៏មានម៉ាស៊ីនបូមទឹកដែលឧបត្ថម្ភដោយសម្ដេចអគ្គមហាសេនាបតីតេជោដែលជាប្រធានគណៈបកផងដែរដែលមានស្ថានីយ៍ទី41នៅសាមពុតមួយកន្លែងហើយក្នុងនោះក៏យើងមានបន្លាយដែលមូលធិរបស់ឃុំជាច្រើនក្រោមការដឹកនាំរបស់បកនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងមីទីងអបអសាទរខួបលើកទី74ថ្ងៃបង្កើតគណៈបកប្រជាជនកម្ពុជានៅស្នាក់ការបកស្រុកទ្រាំងខេត្តតាកែវនៅព្រឹកថ្ងៃទី29ខែមិថុនាឆ្នាំ2025អាយដាមសុកពុទ្ធិវុឌ្ឍសមាជិកគណៈកម្មការកណ្ដាលគណៈបកប្រជាជនកម្ពុជានិងជាសហប្រធានក្រុមការងារគណៈបកចុងមូលដ្ឋានស្រុកទ្រាំងខេត្តតាកែវបានមានប្រសាសន៍ថាប្រទេសជាតិមានការរីកចម្រើនរហូតមកដល់សប្តាហ៍ថ្ងៃនេះគឺដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលនៃគណៈបកប្រជាជនកម្ពុជាពិសេសរដ្ឋាភិបាលអាណត្តិទី7នេះក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានបន្តដឹកនាំប្រទេសឲ្យមានសុខសន្តិភាពការអភិវឌ្ឍនិងការរីកចម្រើនលើគ្រប់វិស័យនិងជំរុញសន្ទុះកំណើនសេដ្ឋកិច្ចជាតិប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ2050នេះឱកាសនោះអាយដាមសុកពុទ្ធិវុឌ្ឍក៏បានណែនាំដល់សមាជិកគណៈបកស្រុកឃុំទាំងអស់ត្រូវពង្រឹងសាមគ្គីភាពនិងឯកភាពផ្ទៃក្នុងឲ្យបានល្អពោលត្រូវប្រកាន់ភ្ជាប់នៅបាវចនារបស់គណៈបកគឺកែតម្រង់ខាងក្នុងបង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យនិងជាពិសេសត្រូវប្រឹងប្រែងបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនឲ្យអស់ពីសមត្ថភាពតាមរយៈការជួយដោះស្រាយរាល់ទុក្ខលំបាកនិងសេចក្តីត្រូវការផ្សេងៗរបស់ប្រជាពលរដ្ឋដើម្បីឲ្យពួកគាត់ពេញចិត្តនិងជឿជាក់មកលើមន្ត្រីរបស់យើងនិងបន្តបោះឆ្នោតគាំទ្រគណៈបកប្រជាជនកម្ពុជាឲ្យឈ្នះភ្លុកទឹកភ្លុកដីនៅអាណត្តិក្រោយៗទៀត